តាំងពីមានប្តីមានកូនមកម៉ែកូនបឺតខ្ញុំបដ ாய் ខ្លួនដល់ហើយលែងសូវចេះធ្វើខ្លួនមកក្រែម្សៅលេលាបខ្លួនម្សៅលាបបុកនឹងលែងហ៊ានតែងប្រាដូចមុនមិនមែនតែគាត់មិនចង់ធ្វើខ្លួនទេម៉ែកូនបឺតខ្ញុំកាលមិនទាន់មានកូនបឺតគាត់ធ្វើខ្លួនខ្ចង់ស្អាតណាម៉ែកូនបឺតខ្ញុំអត់មានគិតរឿងធ្វើខ្លួនទេមួយថ្ងៃគិតតែរឿងប្តីគិតតែរឿងកូនគិតរឿងការងារនឹងច្រើនជាងគិតខ្លួនដូចថ្ងៃនេះអញ្ចឹងខ្ញុំចង់ហូបត្រីបឹងកញ្ឆែតកូនកាត់ណាគ្រាន់តែប្រាប់គាត់មួយម៉ាត់ទៅគាត់ទៅដើររត់ទិញគ្រឿងយកមកធ្វើបានមួយផ្លែតឡូវពុកម៉ែមួយគ្នាហើយអាត្រីបឹងកញ្ឆែតគេហ្នឹងឆ្ងាញ់ពិតមែនបងបានសាធ្វើនៅបំដែលបានសាទេមករៀនធ្វើជាមួយនឹងម៉ែកូនបឺតទាំងអស់គ្នាក្រោយបើយើងធ្វើត្រីពូតខ្ទិះដូងឲ្យរួចរាល់ហើយយើងយកត្រីនឹងយកមកប្រឡាក់ជាមួយនឹងម្សៅស្រួយនៅពេលដែលយើងប្រឡាក់ត្រីជាមួយនឹងម្សៅស្រួយយ៉ាងហើយនៅពេលដែលយើងយកទៅបំពងត្រីរបស់យើងអត់ជាប់ប្រទេសទេហើយត្រីរបស់យើងបំពងបានល្អស្រួយឆ្ងាញ់មែនតើនៅពេលដែលយើងបំពងត្រីកំបើកភ្លើងខ្លាំងពេកយើងបើកភ្លើងតិចមកល្មមពេលការ៉ាមកល្មមមកបានហើយឃើញអត់ពុកម៉ែបងគ្នាត្រីរបស់យើងគឺស្អាតមែនតើរូបរាងយ៉ាងម៉េចគឺនៅរូបរាងអញ្ចឹងមកឲ្យយើងប្រឡាក់ម្សៅស្រួយហើយយើងយកវាទៅបំពងអញ្ចឹងត្រីរបស់យើងគឺនៅរូបរាងស្អាតមែនតើឥឡូវនេះត្រីរបស់យើងគឺបានបំពងស្អាតហើយយើងដូរវាទុកម្ដងមកបន្តមកទៀតយើងយកគ្រឿងការីនឹងចំនួនមួយកូនចានចងទូចល្មមកំណាក់ច្រើនពេកឲ្យគ្រឿងការីហ្នឹងដាក់តែមិនទីមកបានហើយយើងរំលីងគ្រឿងការីហ្នឹងឲ្យរាងស្ងួយបន្តិចចាំយើងដាក់គ្រឿងបុកចូលជាមួយនឹងស្លឹកក្រូចសើចហើយយើងរំលីងគ្រឿងបុកជាមួយនឹងគ្រឿងការីឲ្យឡើងឈ្ងុយចាំយើងដាក់ជាមួយនឹងកាពីចូលបន្តិចមកបន្ទាប់ពីយើងដាក់កាពីចូលហើយកាពីហ្នឹងមកចុងស្លាបព្រាបានហើយយើងរំលីងកាពីជាមួយនឹងគ្រឿងឲ្យបានឡើងឈ្ងុយទៀតណាចាំយើងចាក់ខ្ទិះដូងរបស់យើងចូលហើយកំតាន់ចាក់ទាំងអស់ខ្ទិះដូងហ្នឹងយើងចាក់តែពាក់ការីអាសិនមកបានហើយរួចហើយយើងចាប់ដើមរំលីងខ្ទិះដូងជាមួយនឹងគ្រឿងការីរបស់យើងជាមួយនឹងគ្រឿងបុកឯហ្នឹងឲ្យវាឡើងឈ្ងុយឲ្យវារាងពុះបន្តិចមកចាំយើងដាក់ជាមួយនឹងទឹកប្រេងខ្យងម្សៅស៊ុបភ្នាល់ស្ករប៊ីចេងចូលមកអ្នកនរគ្នាដាក់ជាមួយនឹងទឹកអំពិលទុំហើយនេះគឺត្រីខអ្វីដែលចោលមិនបានគឺត្រីខរបស់យើង5ម៉ាកំប៉ុងក៏បាន2កំប៉ុងក៏បានដែរបើបងធ្វើច្រើនដាក់2កំប៉ុងទៅរួចហើយយើងចាប់ដើមកូរគ្រឿងឲ្យវាបែកសាច់ត្រីខបន្តិចមកចាំយើងចាក់ខ្ទិះដូងនេះចូលទាំងអស់តែម្ដងអានេះគឺខ្ទិះដើមទាំងអស់ហ្មងមិនមែនខ្ទិះចុងឯណាខ្ទិះដើមទាំងអស់តែម្ដងរួចហើយយើងចាប់ដើមកូរវាបន្តិចរងាស់វាតាមមកពុះមកពុកមកមួយគ្នាមើលទៅវាពុះហើយយើងភ្លក់មើលបានរសជាតិមកល្មមដែលយើងចង់បានហើយយើងដាក់ត្រីរបស់យើងចូលតែម្ដងហើយនេះគឺសណ្ដែកដីយើងដាក់សណ្ដែកដីចូលបន្តិចមកបន្ទាប់មកយើងយកកញ្ឆែតយកម្នាក់ចូលតែប៉ុណ្្នឹងឯងពុកមកមួយគ្នាឃើញទេត្រីបឹងកញ្ឆែតកូនកាត់យើងនិយាយថាឆ្ងាញ់មែនតើសូមសរសើរម៉ែកូនបឺតខ្ញុំបកែរនឹកធ្វើមែនតើអ្នកទាំងអស់គ្នាតំណងអត់នេះក្រោយពីយើងដាក់កញ្ឆែតចូលដាក់ត្រីចូលហើយយើងរង្វាន់នឹងប្រហែលជា1នាទី2នាទីឲ្យត្រីរបស់យើងចូលជាតិជាមួយនឹងគ្រឿងអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងគឺបានហើយយើងអាចដួសយកមកហូបបានហើយអ្នកទាំងអស់គ្នានិយាយថាក្លិនវិញនឹងឈ្ងុយពេញផ្ទះតែម្ដងសម្រាប់ខ្ញុំវិញគឺចូលចិត្តហូបណាពុកម៉ែមួយគ្នាក្លិនវាឈ្ងុយខ្ទិះបន្តិចហ្នឹងធំក្លិនកាពីបន្តិចឆ្ងាញ់តែម្ដងខ្ញុំចូលចិត្តអាកាពីអាបហុកនេះគឺខ្ញុំចូលចិត្តហូបមែនតើឆ្ងាញ់ណាពុកម៉ែមួយគ្នាបើសិនជាបងណែមិនទាន់ដែរបានសាកធ្វើហូបទេអាចសាកធ្វើហូបបានធានាមករសជាតិជូនឆ្ងាញ់មែនតើហើយបើនិយាយពីម៉ែកូនបឺតខ្ញុំនេះមួយថ្ងៃឃើញតែហូបឃើញតែចង់ចឹងឯងហូបព្រឹកហូបល្ងាចថតពេលណាគឺហូបពេលហ្នឹងតែបើនិយាយពីគីឡូវិញខ្ញុំមានឡើងទេនៅរត់តែចោះអត់មានគីឡូអត់មានឡើងណារត់តែចោះទៅបើខ្ញុំមិនហូបតែតិចមានគីឡូឡើងសើតមកហងពុកម៉ែមួយគ្នាហើយបើរឿងខ្លួនវិញអត់សូវចេះធ្វើទេឥឡូវតាំងពីមានកូនមានប្តីមានកូនមកគឺមិនសូវយកចិត្តទុកដាក់រឿងធ្វើខ្លួនហ្មងបដ ாய் ខ្លួនហ្មងនិយាយរួមទៅម៉ែកូនបឺតខ្ញុំតាំងពីមានប្តីមានកូនមកគឺបដ ாய் ខ្លួនមិនសូវចេះធ្វើខ្លួនប្រហែលទេមើលមុខមើលឡើងខ្មៅអាយអស់ហើយ